សួស្តីបងប្អូនជួបជាមួយខ្ញុំសាជាថ្មីនេះđấyថ្ងៃនេះមកបរៀនបងប្អូនអំពីកម្មវិធី clone Facebook ឲ្យបានច្រើនអញ្ចឹងកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីរបស់ខ្ញុំទាំងអស់គ្នាហើយចំពោះបងប្អូនដែលមាន Facebook ច្រើនមិនចង់ដាក់នៅក្នុងទូរស័ព្ទមួយវាយើង log out log in ទៅវិញទៅមកអញ្ចឹងណាហើយថ្ងៃនេះខ្ញុំមកបរៀនបងប្អូនរបៀប clone Facebook ឲ្យបានច្រើនសម្រាប់ដែលយើងយកទៅ clone ទៅយើង clone មួយទៅយើងចុចចូលទៅវាស្រួលប្រើមិនបាច់ចំណាយពេល log out sign out ចេញ sign in ចូល sign out ចេញ sign in ចូលឲ្យពិបាកទេហើយយើង clone ដាក់មួយយើង rename ឈ្មោះយើងទៅវាល្អសម្រាប់យើងហើយសម្រាប់អ្នកដែលធ្វើ MMO ថ្មីគាត់ចង់បាន Facebook ច្រើនល្អសម្រាប់គាត់អញ្ចឹងបងប្អូនហើយចំណុចសំខាន់របស់វាយើងអត់ពិបាកទេបងប្អូនតែយើង clone នៅអញ្ចឹងទៅវាធ្វើឲ្យ Facebook យើងវាស្រួលយើងចូលចុចមួយមកវាចេញមកតែម្ដងមិនបាច់ចាំ sign in ចេញ sign out ចេញ sign in ចូលទេហើយអញ្ចឹងកុំឲ្យខាតពេលយូរតោះមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទឥឡូវយើងចូលក្នុង Play Store យើងសិនមកបងប្អូនបន្ទាប់ពីចូល Play Store ហើយបងប្អូនចុច search វាមកចុចកន្លែងក្រោម search មកហើយវាយពាក្យនេះមកបងប្អូនវាយពាក្យ MULTI នេះយើងយកមួយលើនេះបងប្អូនបាទបន្ទាប់មកបងប្អូន download មកហើយសម្រាប់ខ្ញុំ download រួចរាល់ហើយអញ្ចឹងយើងចុចចូលមកយើងចុចចូលក្នុងកម្មវិធីហ្នឹងបងប្អូនបាទបន្ទាប់យើងចុចចូលហើយយើងចុចពាក្យ allow សិនមកបន្ទាប់មកយើងចុចពាក្យថា agree បាទនេះ Facebook របស់យើង clone បានមួយឯងវាមានមួយស្រាប់ហើយបងប្អូនចង់បានបន្ថែមទៀតបងប្អូនចុចកន្លែងបូកនេះមកបងប្អូនបាទហើយយើង select Facebook មកហើយបន្ទាប់មកយើងចុចពាក្យថា clone យើងរងចាំបន្តិចចឹងវាអត់តមកទៅយើងសារទៀតបងប្អូននេះយើងចុចលើ Facebook ទៀតមកយើង clone សារទៀតនេះវាមកបងប្អូនឃើញទេបងប្អូនចង់បាន Facebook ប្រហែលបងប្អូន clone ប៉ុណ្ណឹងទៅបងប្អូននេះយើង clone ទៀតមកបងប្អូនចង់បានថែមទៀតបងប្អូន clone ថែមទៀតមកបើបងប្អូនអត់ចង់បាន Facebook ថែមទៀតទេបងប្អូនចង់បានជាឆាតឬអីផ្សេងនេះបងប្អូនអាច clone បានគ្រប់សពដែលបងប្អូនចង់បានហើយបងប្អូនចង់បាន YouTube យើង clone YouTube ចូលមួយទៀតបងប្អូននេះយើង clone YouTube មកយើងចុចតែ clone មកនេះដោយសារវាមានមួយស្រាប់អញ្ចឹងវាអូមិនយើងមកហើយមិនមែនមានមួយស្រាប់ទេអញ្ចឹងបើបងប្អូនចង់បានច្រើនប៉ុណ្ណាបងប្អូន clone ប៉ុណ្ណឹងទៅចំពោះកម្មវិធីមួយណាក៏បានដែរ Facebook ក៏បាន YouTube អីផ្សេងក៏បានដែរបើបងប្អូនចង់បាន Facebook បន្ថែមទៀតបងប្អូន clone ទៅហើយកត់សម្គាល់ខ្លួនឯងដើម្បីចំណាំអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងកុំភ្លេចតាមដានវីដេអូថ្មីរបស់ខ្ញុំនៅវគ្គក្រោយទៀតអរគុណ